នៅមិនឆ្ងាយពីរង្វង់មូលផ្ការរំដួលមានហាងកាហ្វេចេស្តាដែលស្អាតល្អប្រណិតបែបធម្មជាតិចាចូលទៅមានផ្សែងទឹកហើយនឹងទឹកជ្រោះធម្មជាតិខៀវស្ងាត់ត្រជាក់ស្រាប់តែម្ដងណាបងប្អូនចាគឺមិនមែននៅក្រៅប្រទេសទេណាបងប្អូនគឺនៅក្នុងប្រទេសកម្ពុជាយើងនៅខេត្តសៀមរាបចានៅមិនឆ្ងាយពីរង្វង់មូលផ្ការរំដួលចាបងប្អូនគឺមានកន្លែងអង្គុយញ៉ាំអីចាមានកាហ្វេមាននំរបៀបខ្មែរយើងណាចាហើយនឹងមានបាយចាមានម្ហូបសម្រាប់កំងញ៉ាំចាហ្នឹងហើយគឺរសជាតិឆ្ងាញ់អឺគឺអមដោយធម្មជាតិហើយនឹងកន្លែងអង្គុយលេងស្អាតស្អាតណាបងប្អូនចាចូលទៅលក្ខណៈបែបស្តង់ដាស្អាតស្អាតប្លែកហ្មងបងប្អូនចាមានអារម្មណ៍ថារំភើបដែលប្រទេសយើងមានហាងកាហ្វេដែលស្អាតស្អាតចាបងប្អូនហ្នឹងហើយដើម្បីអាចទៅកំសាន្តផងហើយនឹងចង់ញ៉ាំអីឆ្ងាញ់ចាដែលមានរសជាតិឆ្ងាញ់បងប្អូនពេលដែលខ្ញុំចូលទៅខ្ញុំក៏ប្លែកអារម្មណ៍ដែរដោយសារខ្ញុំមិនដែលបានឃើញចាអត់ដែលបានទៅលេងទៅដល់អញ្ចឹងណាបងប្អូនហើយក៏អត់បានដឹងមុនដែរថាមានហាងកាហ្វេស្អាតល្អប្រណិតនៅក្នុងស្រុកនៅក្នុងខេត្តសៀមរាបយើងអញ្ចឹងណាបងប្អូនចាក្មេងៗគាត់ដឹងជាងនិយាយទៅហ្នឹងគឺវាក់តែម្ដងចាបងប្អូនហើយក៏ចង់ថតផ្ដិតយករូបភាពជូនបងប្អូនចាបងប្អូនបានឃើញចង់ទៅកំសាន្តហើយចង់ទៅហូបកាហ្វេចាក៏នៅកាហ្វេចេស្តានៅខេត្តសៀមរាបយើងហ្នឹងចានៅមិនឆ្ងាយពីរង្វង់មូលការរំដួលទេបងប្អូនគឺស្អាតល្អប្រណិតបែបស្តង់ដាហ្មងណាហើយត្រជាក់ហើយមិនដឹងហើយនិយាយប្រៀបទៅមិនបានសប្បាយចិត្តដែលមានហាងមានអីនៅស្រុកខ្មែរយើងស្អាតស្អាតដែលអាចទាក់ទាញភ្ញៀវទេសចរមិនថាក្នុងស្រុកភ្ញៀវក្នុងស្រុកហើយនឹងក្រៅស្រុកឯណាបងប្អូនកុំភ្លេចគឺនៅខេត្តសៀមរាបបងប្អូននាងខ្ញុំទៅលើកទី1ដែរចាគឺមិនបានត្រៀមលក្ខណៈអីឲ្យស្អាតសម្រាប់នឹងថតជាមួយនឹងហាងកាហ្វេនឹងទេចាដែលបានដឹងជាមុននេះថតចេញពីខាងក្រៅវិញអញ្ចឹងណាបងប្អូនអូយមានអារម្មណ៍ថាសប្បាយចិត្តដែលស្រុកយើងមានហាងទំនើបអញ្ចឹងណាបងប្អូនគឺទីរួមខេត្តសៀមរាបគឺមានហាងកាហ្វេច្រើនបងប្អូនមិនថាហាងកាហ្វេនឹងឯងមាននេះកន្លែងអង្គុយនៅខាងក្រៅហ្នឹងស្អាតស្អាតតែបងប្អូនហើយនិយាយទៅតិចហើយស្រឡះរៀងខ្ពស់អញ្ចឹងណាបងប្អូនអូយបងប្អូនត្រៀមលក្ខណៈក្មួយត្រៀមលក្ខណៈទៅថតវិញស្អាតណាស់ដោយសារទៅនឹងអត់បានត្រៀមដែរទេអត់បានដឹងមុនដែរទេនេះកន្លែងនេះហ្នឹងហើយបានអង្គុយថតនៅកន្លែងនេះដែរចាអូយលក្ខណៈថាស្អាតតែបងប្អូនកុំភ្លេចបងប្អូនបើបានទៅខេត្តសៀមរាបហ្នឹងហើយឈានទៅកាហ្វេចេស្តាទៅពិតជាមិនខកបំណងទេចាខ្ញុំគ្រាន់តែឃើញខ្ញុំចង់ឲ្យបងប្អូនក្មួយស្គាល់ហ្នឹងគាត់ចង់ទៅលេងនេះអ៊ំបងប្អូនចាអរគុណជម្រាបលាបងប្អូនអរគុណច្រើន